មករំលឹកអនុស្សាវរីយ៍កន្លែងនេះហើយដែលស្រុកចំការលើខេត្តកំពង់ចាមបាទបងប្អូនមួយចំនួនដែលធ្លាប់រស់នៅតំបន់នេះប្រកាសជាស្គាល់ហើយបាទសួស្តីបងប្អូនទាំងអស់គ្នាបាទឥឡូវនេះខ្ញុំចាប់ផ្ដើមចេញពីភ្នំពេញទៅកំពង់ស្ពឺទៅយកបងប្អូនបាទទៅលេងនៅឯស្រុកចំការលើខេត្តកំពង់ចាមដែលជាទីកំណើតរបស់ខ្ញុំបាទហើយនេះគឺជាតាមផ្លូវបាទចំការតរ៉េនបាទហើយនឹងចំការកស៊ូនឹងមានដំណាំជាច្រើនទៀតបាទនៅក្នុងឃុំចំការអណ្ដូងស្រុកចំការលើខេត្តកំពង់ចាមបាទហើយសកម្មភាពតាមផ្លូវនេះខាងឆ្វេងដៃនេះគឺជាភូមិលេខ2បាទទីស្រុកកំណើតរបស់ខ្ញុំដែរបាទតែឥឡូវបាត់ភូមិមកហើយបាទនៅសល់តែអាគារផ្ទះចាស់ចាស់ហើយនឹងដំណាំមួយចំនួនបាទដោយសារតំបន់នេះគឺគេបានផ្លាស់ទីទៅនៅភូមិថ្មីបាទភូមិដីថ្មីបាទហើយនេះគឺជាវិទ្យាល័យសាលាបឋមសិក្សាដែលខ្ញុំធ្លាប់រៀនពីក្មេងៗបាទនេះចូលមកមើលបាទនៅសល់តែអាគារចាស់ចាស់បាទដែលគ្មានមនុស្សរស់នៅទេបាទនៅសល់តែប្រហែលគ្រួសារទេបាទពីមុនរស់នៅអ៊ូអបាទនៅពីក្មេងៗបាទមករៀនកន្លែងនេះឯងបាទមានគ្រប់ទង់ជាតិគ្រប់អីមានទីจัดការទីអីបាទនេះទីจัดការក្មេងៗបាទចូល20ឆ្នាំជាងហើយបាទឥឡូវនេះក៏បានចូលឆ្លងកាត់បាទទៅធ្វើបន់អ៊ំស្រីខួប3ឆ្នាំបានចូលមកលេងសាលាបឋមសិក្សាដែលធ្លាប់រៀនពីមុនមកបាទមករំលឹកអនុស្សាវរីយ៍បាទហើយនេះគឺជានៅក្នុងបរិវេណនៃសាលាបឋមសិក្សាបាទភូមិលេខ2បាទហើយនេះសាលារៀនដែលខ្ញុំធ្លាប់រៀនពីក្មេងៗបាទហើយដាំឆាត់ដាំអីបាទឥឡូវនេះធំមកហើយបាទហើយនេះរួចរាល់ហើយខ្ញុំក៏បានចេញទៅវិញបាទចេញពីភូមិដែលគេបោះបង់ចោលហ្នឹងបាទគេឈប់រស់នៅហ្នឹងដើម្បីទៅផ្ទះអ៊ំស្រីគាត់នៅខាងដីថ្មីបាទខាងតប៉ាងបាទហើយនេះគឺជាដើមកង្កោកបាទម្ដុំគេហៅក្រុមហ៊ុនបាទកាលពីក្មេងៗបាទខ្ញុំធ្លាប់ខ្វៀលគោធ្លាប់ដើរលេងមកតាមតំបន់ហ្នឹងបាទហើយនេះលោកតាពៅសរិទ្ធបាទអ្នកដែលធ្លាប់រស់នៅតំបន់ហ្នឹងប្រកាសជាស្គាល់ហើយបាទលោកតាពៅសរិទ្ធបាទក្មេងៗឲ្យទៅថាឃើញគេសែនអីសែនជែកសែនមន់អីបាទទៅណាមិនឆ្ងាយទេបាទកវ៉ែលតែហ្នឹងបាទអាងចាំសុំសបកពីលោកតាបាទហើយយូរមកលេងស្រុកកំណើតម្ដងបាទថតឯណាណីម្ដងបាទខាងក្រោយនោះគឺរោងចក្របាទហើយនឹងកន្លែងផលិតតកកបាទធ្លាប់មកទិញតកកធ្លាប់អីបាទយកទៅលក់ឲ្យម៉ែបាទហើយនេះដើមកង្កោកស្អាតណាស់បាទខែហ្នឹងគឺពណ៌វាឡើងស្រស់ស្អាតមែនតើបាទផ្លូវចូលទៅខាងក្រុមហ៊ុនបាទឥឡូវគេដាក់ក្រុមហ៊ុនអានម៉ារ៉ាឌីបាទនេះបាទរំលឹកអនុស្សាវរីយ៍លោកតាលោកតាពៅសរិទ្ធបាទក្មេងៗនៅតែទៅហ្នឹងហើយបាទដើរលេងខ្វៀលគោឲ្យកវ៉ែលទៅហ្នឹងបាទដោយសារមានសបោជែកសបោអីចឹងណាគេសែនគេអីចឹងយើងកូនចៅអាងសុំសបោសុំអីបាទហើយនេះហើយឥឡូវនេះបន្ទាប់ពីនេះហើយបានចាប់តាមចេញទៅបាទពីភូមិលេខ2ខាងរោងចក្រឯហ្នឹងដើម្បីចេញទៅខាងភូមិដីថ្មីខាងតប៉ាងបាទហើយនេះគឺខាងឆ្វេងដៃបាទខាងផ្លាក់ខាងអីភូមិផ្លាក់ភូមិអីណាបាទបន្ទាប់ពីនេះហើយក៏មិនដល់ឃើញដើមតរ៉េនដើមអីគេលក់បាទនៅចិត្តតាមផ្លូវក៏ចូលដាក់មកប៉ុស្តិ៍ពីរប៉ុស្តិ៍ទៅបាទកុំឲ្យខាតបាទហើយតរ៉េនខែហ្នឹងគឺសបោមែនតើបាទខាងលេខ1ចការអណ្ដូងហ្នឹងពេញហ្មងបាទខាងច